ខ្ញុំចង់ចាប់ផ្ដើមមែនទែនបងប៉ុន្តែខ្ញុំអត់ដឹងថាគួរចាប់ផ្ដើមពីណាទៅណាទេដោយសារតែខ្ញុំអត់ដឹងថាខ្ញុំស្រឡាញ់មួយណាខ្ញុំស្រឡាញ់អីគេខ្ញុំស្រឡាញ់ការងារអីខ្ញុំចង់ធ្វើអីគេគឺខ្ញុំអត់ដឹងសោះហ្មងអញ្ចឹងខ្ញុំអត់ដឹងថាគួរចាប់ផ្ដើមពីណាទៅណាទេបងអើយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងស្ថានភាពនិងអារម្មណ៍បែបហ្នឹងអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានគឺយកសភៅមកក្បាលយកសភៅមកក្បាលហើយនឹងបិចមកដើមមកដើម្បីសរសេរនៅអីដែលយើងស្រឡាញ់នឹងចូលចិត្តសរសេរវាទៅឧទាហរណ៍ថាយើងស្រឡាញ់នឹងចូលចិត្តវាធ្វើមែនតើគឺ4 5មុខឬក៏10មុខឧទាហរណ៍ថាអូខ្ញុំស្រឡាញ់ចូលចិត្តការដើរលេងឬក៏ខ្ញុំស្រឡាញ់ចូលចិត្តការលក់ skin care ខ្ញុំស្រឡាញ់ចូលចិត្តការបង្ហាញការលក់ម៉ូតូលក់ឡានលក់អីចឹងណាបងស្រឡាញ់អីគឺបងលិះវាមកអស់សរសេរវាមកអស់នៅចំណុចដែលបងស្រឡាញ់សរសេររួចហើយបន្តមកទៀតគឺបងចាប់ផ្ដើមធ្វើវាទៅហើយធ្វើវាមួយធ្វើវាកុំដាក់ដៃគឺធ្វើវាទៅជាទម្លាប់មួយដែលបងប្អូនទាំងអស់គ្នាអត់អាចឈប់បានគឺអត់បានធ្វើវាគឺមានអារម្មណ៍ថានៅអត់សុខហ្មងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចាប់ផ្ដើមពីចំណុចទូចដែលអ្នកទាំងអស់គ្នាស្រឡាញ់អត់ដឹងថាស្រឡាញ់អីខ្ញុំអត់ដឹងថាខ្ញុំស្រឡាញ់អីអញ្ចឹងសរសេរមកសរសេរដូចខ្ញុំនិយាយមកអញ្ចឹងមិនដឹងសរសេរមួយទៀតអញ្ចឹងកុំយល់លេសសូម្បីតែគ្រាន់តែការសរសេរនិងការស្រឡាញ់ខ្លួនឯងនឹងអត់ដឹងនឹងអត់សមទេបងអញ្ចឹងហើយយើងទៅសេអស់មកថាយើងចង់បានអីយើងធ្វើអីអញ្ចឹងយើងទៅសេវាមួយមកអស់ហើយយើងធ្វើមួយយើងទៅធ្វើវាបានមួយរយៈយើងចាប់ផ្ដើមដឹងហើយថាអូយើងទៅផ្លូវនឹងកើតអត់ដូចជាអត់ទេអញ្ចឹងគឺយើងអាចដូរវាមួយទៀតមកចំណុចមួយទៀតដែលយើងគិតថាទៅមុខរួចអញ្ចឹងយើងធ្វើវាបដាទៀតធ្វើរហូតដល់យើងមានអារម្មណ៍ថាយើងដឹងហ្មងណា4 5មុខហ្នឹងគឺយើងដឹងខ្លួនឯងហ្មងថាយើងស្រឡាញ់ខាងអីពិតប្រាកដយើងចង់បានអីពិតប្រាកដអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមដឹងថាយើងស្រឡាញ់និងចង់បានអីពិតប្រាកដហើយយើងនឹងដាក់គោលដៅធ្វើវាឲ្យបានសម្រេចអ្នកនរគ្នាអ្វីដែលយើងចាប់ផ្ដើមដំបូងវាមិនមែនជាការស្រឡាញ់ទាំងស្រុងទេអ្នកខ្លះគាត់ស្រឡាញ់ការលក់អនឡាញអ្នកខ្លះគាត់ស្រឡាញ់ដូចជាលក្ខណៈថាលក់ skin care លក់អាវលក់អីចឹងនៅពេលដែលគាត់ចាប់ផ្ដើមធ្វើវាបានមួយរយៈគាត់ចាប់ផ្ដើមធុញទ្រាន់ហ្មងអញ្ចឹងនៅពេលដែលអ្នកនរគ្នាចាប់ផ្ដើមធុញទ្រាន់តាមពិតទៅអាហ្នឹងវាមិនមែនជាអីដែលយើងចង់បានពិតប្រាកដទេគឺយើងគ្រាន់តែអត់ច្បាស់ខ្លួនឯងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើវាម្ដងតិចទៅបងប្អូនទាំងអស់គ្នានឹងទទួលបានលទ្ធផលហើយទទួលបាននៃការយល់ដឹងបន្ថែមថាយើងគួរតែចាប់ផ្ដើមនឹងធ្វើមិនដូចខ្ញុំផ្ទាល់ដំបូងឡើយខ្ញុំមិនមែនជាអ្នកនិយាយវីដេអូបែបនេះបង្ហាញបែបនេះទេគឺយើងធ្វើច្រើនខ្លាំងមែនតើមិនថាលក់ skin care លក់ឡានលក់ម៉ូតូលក់អាចរណៈទ្រព្យលក់អីក៏ខ្ញុំធ្លាប់លក់ដែរអញ្ចឹងហើយទ្រាំតែមកដល់ចំណុចមួយនេះគឺយើងចូលចិត្តនៅក្នុងការជជែកការនិយាយការប្រាប់ការបង្ហាញទៅដល់បងប្អូនដែលនៅជុំវិញខ្លួនរបស់យើងអញ្ចឹងគឺយើងធ្វើនៅអ្វីដែលយើងចង់ធ្វើហ្នឹងគឺធ្វើដោយពេញលេញហើយធ្វើដោយក្តីស្រឡាញ់អញ្ចឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើវាដោយធ្វើសិនទៅយើងអត់ដឹងថាយើងធ្វើអីយើងធ្វើសិនទៅលក់អីលក់ឡានលក់សិនណាលក់ម៉ូតូលក់សិនណាហើយយើងធ្វើអីមួយដែលយើងចង់ធ្វើសិនទៅដែលយើងគិតថាយើងស្រឡាញ់ណាយើងធ្វើយូរទៅយើងដឹងខ្លួនឯងថាយើងស្រឡាញ់វាពិតប្រាកដមែនដែរឬអត់ឬមួយក៏គ្រាន់តែជាអារម្មណ៍មួយឆាវរបស់យើងអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់បានចំណេះដឹងបន្ថែមចង់បាននៅបទពិសោធន៍ដែលល្អអាច like follow page ខាងយើងមួយទៅយើងនឹងផ្ដល់ព័ត៌មានបន្ថែមទៀតឬក៏ចំណេះដឹងបន្ថែមទៀតនៅវីដេអូបន្ទាប់អរគុណ